cô ca này dương ai vô bắt lo ta mà dạ hai tha cầm rong piệt mùi đại kia ấy mua tha miền đại kia ai hai tha miền bọt là mớ miền tốt và miền chập chạy hay cầm rong piệt này vì cả tranh màu pi phía sau là tàng đại chia chỉ đặt cứ bọc kia cầm nát pi bánh hà này kia hai tha ni lâm cream ni la penicillin piệt này cứ tranh màu pi phía sau là tàng hay để dương dọc một thì ní tha dây sầm mánh hay dương ai như vô tha miền bọt là mớ tế miền tổ tế process bác miền chập chạy và cô ca này miền sạ sầm khăn na nơi trong propon thì xã chia sẻสำหรับ tệ bổn toàn pro tha cô ca này miền cô bổn nón pi dạng cô ca này tí mũi cứ trời ban cái chặt tục tha chia bảnh nhặt mấy cà pia nơi sật sài phiệp bọc cô ta cà pia đôi mình này cà pia đôi trong chuẩn bị chun mình chẳng miền đây thaประ rot สมาชิกสังคมอ้อจองกรองนี้ในក្នុងសង្គមតាមរយៈកិច្ចសន្យាសង្គមនេះបើតាមទស្សនវិជ្ជារបស់ រូសូកិច្ចសន្យាសង្គមនេះគឺជាច្បាប់នេះគឺជាការសម្ដែងនៃឆន្ទៈទូទៅរបស់សមាជិកសង្គមទាំងអស់តាមរយៈអ្នកតំណាងរាស្ត្រនៅអង្គការនីតិបញ្ញត្តិអញ្ចឹងប្រជាប្រដ្ឋបោះឆ្នោតឲ្យគាត់ធ្វើច្បាប់នេះចាត់ទុកថាជាឆន្ទៈទូទៅរបស់ប្រជាប្រដ្ឋទាំងអស់សមាជិកសង្គមទាំងអស់អញ្ចឹងគាត់បង្កើតជាកិច្ចសន្យាសង្គមមួយហើយដូច្នេះគាត់ថាដើម្បីអាចកំណត់ថាអំពើណាមួយគឺជាបទល្មើសហើយអាចប្រន់ទោសអំពើនោះបានលុះត្រាតែមានច្បាប់ចែងកំណត់ជាមុនប្រាប់ទៅដល់សមាជិកសង្គមទាំងអស់ថាអំពើនេះគឺជាបទល្មើសដោយឯកឧត្តមភៅទី2បានបញ្ជាក់ជូនថាច្បាប់ព្រំប្រទានស្ដែងឡើងហាក់បីដូចជាបញ្ជីនៃការហាមឃាត់ហើយអ្វីដែលមិនបានហាមឃាត់ដោយច្បាប់យើងអាចចាត់ទុកថាអំពើនោះគាត់អាចប្រព្រឹត្តទៅបានគាត់អាចអនុវត្តបានគាត់អាចប្រើប្រាស់វាជាសិទ្ធិបានប៉ុន្តែអ្វីដែលចែងចូលទៅក្នុងបញ្ជីនៃបទបញ្ញត្តិព្រំប្រទានមានន័យថាគេត្រូវបានកំណត់ថាប្រសិនបើអ្នកប្រព្រឹត្តរំលោភទៅលើបញ្ជីនៃបទល្មើសហ្នឹងអ្នកត្រូវប្រន្ទាទោសទៅតាមច្បាប់ជាធរមានប៉ុន្តែបើសិនជាអ្វីដែលមានចែងទេយើងអាចចាត់ទុកថាគាត់អាចប្រើប្រាស់បានលើកលែងតែករណីនោះវាប៉ះពាល់ដល់សិទ្ធិអ្នកដទៃហើយដែលសិទ្ធិអ្នកដទៃគេអាចប្រើប្រាស់តាមនីតិរដ្ឋវិន័យដើម្បីទាមទារសំណងផ្សេងៗឧទាហរណ៍ដើម្បីសម្ដែងឲ្យឃើញនៅស្ថានភាពកន្លែងនេះបានច្បាស់បន្តិចឧទាហរណ៍ជានៅពេលដែលរៀបចំក្រមព្រំប្រទាននេះយើងមានបទបញ្ញត្តិមួយចំនួនចែងអំពីបទល្មើសតាក់ទងជាមួយនឹងការហៅថាការបរិហាគេឬការជេរប្រមាថអញ្ចឹងក្រមព្រំប្រទានបានសភានីតិបញ្ញត្តិបានសម្រេចចាត់ទុកថានេះគឺជាស្ថិតនៅក្នុងបញ្ជីមួយនៃបទល្មើសព្រំប្រទានការជេរប្រមាថហើយនិងការបរិហាគេដោយសារតែមូលហេតុអីដោយសារតែយើងមិនចង់ទទួលស្គាល់ថាការជេរប្រមាថហើយការបរិហាគេអ្នកដទៃនេះវាគឺជាសិទ្ធិរបស់បុគ្គលចា៎អញ្ចឹងហើយបានជាក្រមព្រំប្រទាននៅតែរក្សាបទបញ្ញត្តិនេះចាត់ទុកថាវាគឺជាបទល្មើសព្រំប្រទានដើម្បីជៀសវាងមានការបកស្រាយថាបើសិនជាយើងមិនចែងបទល្មើសបរិហាគេក៏ដូចជាបទជេរប្រមាថអ្នកដទៃនេះចូលក្នុងក្រមព្រំប្រទានដោយចាត់ទុកវាថាគឺជាបទល្មើសមួយក្នុងបញ្ជីព្រំប្រទានទេអាចមានអ្នកដទៃគេយកទៅធ្វើការពិនិត្យនិងបកស្រាយថានោះគឺជាសិទ្ធិរបស់គេក្នុងការជេរប្រមាថអញ្ចឹងយើងអត់ទទួលស្គាល់នៅក្នុងសង្គមកម្ពុជាដែលមានប្រពៃណីល្អមិនអនុញ្ញាតឲ្យមានការជេរប្រមាថនេះដោយចាត់ទុកថាវាគឺជាសិទ្ធិទេអានេះគោលបំណងធំទី1គោលបំណងធំទី2នៃគោលការណ៍និស្សិតនគរភាពនៃបទល្មើសនឹងនៃទោសនេះគឺវាពាក់ព័ន្ធជាមួយនឹងការបង្ការទុកជាមុននៅបទល្មើសព្រំប្រទានមានការស្រាវជ្រាវច្រើននៅក្នុងបញ្ហានេះហើយជាពិសេសគឺសម្រាប់ឧក្រិដ្ឋវិទូនៅក្នុងទស្សនវិជ្ជាឧក្រិដ្ឋវិទ្យានោះគាត់បានចាត់ទុកថាការដែលចែងទុកជាមុននៅក្នុងអត្ថបទច្បាប់ជាពិសេសដើម្បីឲ្យប្រជាប្រដ្ឋដឹងថាតើអំពើណាខ្លះគឺជាបទល្មើសដែលត្រូវប្រន្ទាទោសនោះនឹងអាចចូលរួមបាននៅការកាត់បន្ថយនៃបទល្មើសព្រំប្រទានឧទាហរណ៍ប្រសិនបើយើងមិនចែងនៅក្នុងច្បាប់បញ្ជាក់ថាបទល្មើសណាមួយត្រូវប្រន្ទាទោសដាក់ពន្ធនាគារពីប៉ុណ្ណេះទៅប៉ុណ្ណេះឆ្នាំទេបុគ្គលនោះគាត់អាចយល់ឃើញថានេះអាចជាសេរីភាពអញ្ចឹងគាត់អាចប្រព្រឹត្តបទល្មើសអញ្ចឹងនៅក្នុងករណីដែលច្បាប់ចែងថាបើសិនជាអ្នកប្រព្រឹត្តអំពើនេះគឺជាបទល្មើសព្រំប្រទានការចែងទុកជាមុននេះអាចធ្វើឲ្យបុគ្គលនោះរាងចាឬមួយក៏មានការខ្លាចរអាលក្នុងការប្រព្រឹត្តបទល្មើសអញ្ចឹងហើយបានជាគោលការណ៍នេះយើងអាចចាត់ទុកថាជាគោលការណ៍មួយដែលចូលរួមនៅក្នុងការបង្ការបទល្មើសមួយផ្នែកទន្ទឹមនឹងគោលការណ៍នេះយើងឃើញថាមានគោលការណ៍ដទៃផ្សេងទៀតដែលក្រមព្រំប្រទានបានចែងដើម្បីធានានៅការគោរពគោលការណ៍ស្កានគោលភាពនៃបទល្មើសនៃទោសនេះផងដែរដូចជាការបកស្រាយច្បាប់ព្រំប្រទានជាដើមសូមអាយដាមផ្ដល់អត្ថន័យបាទការបកស្រាយច្បាប់ព្រំប្រទាននេះដើម្បីធានាការគោរពនៅគេហៅថាគោលការណ៍និស្សិតគោលភាពនៃបទល្មើសនៃទោសបានន័យថាត្រូវមានបទបញ្ញត្តិច្បាប់ចែងទុកជាមុនថាអំពើនោះគឺជាបទល្មើសហើយទោសហ្នឹងគឺដើម្បីធានាការគោរពនឹងឲ្យបានច្បាស់លាស់និងត្រឹមត្រូវគឺក្នុងក្រមព្រំប្រទានតាមរយៈបទបញ្ញត្តិនៃមាត្រា5គឺបានចែងអំពីគោលការណ៍មួយទៀតដែលជាបច្ច័យនៃគោលការណ៍និស្សិតគោលភាពនៃបទល្មើសទោសនោះគេឈ្មោះថា
គោលការណ៍នៃការបកស្រាយច្បាប់ព្រំប្រទាននៅក្នុងរឿងព្រំប្រទានគឺគេមិនអនុញ្ញាតឲ្យចៅក្រមធ្វើការបកស្រាយពង្រីកវិសាលភាពទេហើយក៏គេមិនអាចអនុញ្ញាតឲ្យចៅក្រមប្រើវិធីសាស្ត្រក្នុងការបកស្រាយក្នុងន័យជាការអនុវត្តបែបស្ថិរភាពដែរគឺបានន័យថាចៅក្រមត្រូវបកស្រាយក្រមព្រំប្រទានឬច្បាប់ព្រំប្រទានបទបញ្ញត្តិចែងអំពីបទល្មើសនឹងទោសនេះក្នុងអត្ថន័យមួយដ៏តឹងរឹងតឹងរឹងដើម្បីកុំឲ្យឃ្លាតចាកពីអីឃ្លាតចាកអំពីគោលការណ៍នៃសាងគោលភាពនៃបទល្មើសនៃទោសតែគោលការណ៍ចែងថាទីមួយស្ថាប័ននីតិបញ្ញត្តិក៏ដូចជាស្ថាប័ននីតិប្រតិបត្តិគឺការចែងនោះគឺកំណត់អំពីស្មារតីថាចង់ចែងផ្ដន្ទាទោសអំពើណាខ្លះដែលវាបង្កឲ្យមានការប៉ះពាល់ដល់សង្គមអញ្ចឹងគាត់ចែងពីស្ថានភាពហ្នឹងថាជាបទល្មើសព្រំប្រទានអញ្ចឹងចៅក្រមត្រូវអនុវត្តនៅក្នុងស្មារតីហ្នឹងអ្វីដែលច្បាប់ហើយនឹងបទបញ្ញត្តិព្រំប្រទានហ្នឹងចែងថាអំពើហ្នឹងគឺជាបទល្មើសព្រំប្រទានប៉ុន្តែនៅពេលដែលឧទាហរណ៍ថាស្ថានភាពប្រហាក់ប្រហែលនឹងស្ថានភាពនឹងកើតឡើងចៅក្រមមើលទៅវាអាចប្រហាក់ប្រហែលគ្នាគាត់យល់ឃើញថាអំពើនឹងអាចប៉ះពាល់ខ្លះដែរអញ្ចឹងគាត់យកអានឹងមកបកស្រាយច្បាប់គេថាអត់ឲ្យបកស្រាយក្នុងន័យតាមស្ថិរភាពទេពាក្យថាបកស្រាយតាមស្ថិរភាពហ្នឹងគឺមានន័យថាជាការបកស្រាយតាមន័យប្រដូចតាមគោលការណ៍ប្រដូចប្រហែលជាឧទាហរណ៍ខ្ញុំអាចលើកជាឧទាហរណ៍ដើម្បីងាយយល់ជាងឧទាហរណ៍នេះគឺកើតចេញនៅក្នុងស្ថានភាពច្បាប់បរទេសទេជាពិសេសគឺច្បាប់បារាំងឧទាហរណ៍ថាមានច្បាប់មួយគេចែងថាអ្នកណាដែលដឹងថាខ្លួនឯងអត់មានប្រាក់ដើម្បីបង់ចា៎ហើយគាត់បានឡើងទៅហៅថាជិះរថភ្លើងនៅសម័យនោះគឺជិះរថភ្លើងទៅដល់គោលដៅណាមួយនោះហើយមិនបានឲ្យលុយបានន័យថាយើងដឹងថាខ្លួនឯងអត់ប្រាក់យើងឡើងទៅជិះរថភ្លើងហៅថាសេវាកម្មដឹកជញ្ជូនរួមហ្នឹងហើយដល់ពេលទៅដល់គោលដៅយើងប្រាប់ថាយើងអត់មានលុយបង់ទេឧទាហរណ៍ថាច្បាប់ចែងករណីនេះគឺជាបទល្មើសព្រំប្រទានបាទស្រាប់តែមានករណីមួយស្រដៀងគ្នាដូចករណីហ្នឹងអញ្ចឹងឧទាហរណ៍ថាជនម្នាក់គាត់ដឹងថាខ្លួនឯងអត់មានប្រាក់ទេគាត់ចូលទៅក្នុងភោជនីយដ្ឋានមួយដើម្បីឲ្យគេបម្រើសេវាកម្មម្ហូបអាហារឲ្យគេឲ្យម្ហូបអាហារដើម្បីឲ្យគាត់ញ៉ាំហើយពេលដែលគាត់ញ៉ាំហើយគឺគាត់ថាគាត់អត់មានលុយបង់ទេបាទគាត់ថាគាត់មានលុយបង់ទេប៉ុន្តែតាមពិតគាត់បានដឹងច្បាស់ថាគាត់អត់លុយទេប៉ុន្តែគាត់នៅទៅទៀតអញ្ចឹងដល់ពេលស្ថានភាពនេះកើតឡើងឧទាហរណ៍ថាម្ចាស់ភោជនីយដ្ឋានគាត់ប្តឹងក្នុងស្ថានភាពនៃឧទាហរណ៍ที่ខ្ញុំជម្រាបជូនមិញណាចៅក្រមគាត់គិតថាវាអាចស្តៀងគ្នាជាមួយករណីជិះរថភ្លើងចា៎បាននេះដឹងខ្លួនឯងអត់លុយហើយឲ្យគេបម្រើសេវាកម្មអ្វីមួយហើយប្រាប់គេថាអត់លុយបង់ចា៎អញ្ចឹងចៅក្រមគាត់អាចយល់ឃើញថាអាហ្នឹងវាដូចតែគ្នាចា៎ប៉ុន្តែតាមពិតអត់ទេស្មារតីច្បាប់ចែងតែពាក់ព័ន្ធជាមួយករណីជិះរថភ្លើងគេមិនឲ្យបកស្រាយតាមគោលការណ៍ប្រដូចនេះមកករណីគេហៅថាស៊ីម៉ាងនៅក្នុងភោជនីយដ្ឋានហ្នឹងគេមិនអនុញ្ញាតឲ្យធ្វើស្ថានភាពដូចគ្នាទេតែបើយើងនិយាយបោកមួយឆោតដូចគ្នាហ្នឹងបាទបើសិនជាក្នុងន័យចិត្តជាចិត្តសាស្ត្ររបស់មនុស្សហ្នឹងគឺបានមានលក្ខណៈជាការបន្លំដូចគ្នាបន្លំដូចគ្នាអញ្ចឹងប៉ុន្តែគ្រាន់តែច្បាប់គេថាគោលដៅគេដើម្បីការពារគឺធានាចីរភាពនៃសេវាកម្មដឹកជញ្ជូនចាអញ្ចឹងគេចែងតែករណីទេឯករណីនោះមិនមែនបានន័យថាអ្នកស៊ីម៉ាំងរួចខ្លួនទេប៉ុន្តែគេអត់ថាវាគឺជាបទល្មើសព្រំប្រទានតែត្រូវយកបទបញ្ញត្តិរឿងតាក់ទងការដឹងតែខ្លួនឯងអត់ប្រាក់ហើយឡើងជិះសេវាឲ្យគេបម្រើសេវាដឹកជញ្ជូនហើយប្រាប់គេថាអត់មានលុយបង់នោះយកបទល្មើសហ្នឹងទោសហ្នឹងទៅដល់ផ្ដន់ទោសចំពោះអ្នកស៊ីម៉ាំងទេចាប៉ុន្តែបានន័យថាម្ចាស់ភោជនីយដ្ឋានក៏គាត់មានសិទ្ធិតាមនីតិរដ្ឋវិន័យគឺគាត់មានសិទ្ធិប្តឹងដើម្បីទាមទារសំណងប៉ុន្តែសូមអនុញ្ញាតបញ្ជាក់ជូនថាស្ថានភាពនេះកើតមានជាឧទាហរណ៍យូរជាតាមមកហើយប៉ុន្តែក្នុងក្រមព្រំប្រទានយើងទាំងការឲ្យគេផ្ដល់សេវាកម្មដឹកជញ្ជូនដោយដឹងថាខ្លួនឯងអត់លុយហើយគេផ្ដល់សេវាកម្មដឹកជញ្ជូនហ្នឹងហើយប្រាប់គេថាអត់លុយក៏ដូចជាករណីដែលរឿងថាឲ្យគេផ្ដល់សេវាកម្មដឹងខ្លួនឯងអត់លុយហើយគេផ្ដល់សេវាកម្មម្ហូបអាហារហ្នឹងហើយមិនឲ្យប្រាក់គេនោះក៏ច្បាប់យើងក្នុងក្រមព្រំប្រទានចែងថាវាគឺជាប្រភេទបទល្មើសព្រំប្រទានដែលគេឈ្មោះថាបទល្មើសបន្លំចា៎បាទអញ្ចឹងត្រូវមានទោសបើក្រមនេះចូលជាធរមានហើយចូលអនុវត្តតកតងបទបញ្ញត្តិនៃមាត្រា384ការស៊ីម៉ាងក៏ត្រូវមានទោសហើយការឲ្យគេផ្ដល់សេវាកម្មដោយមិនគិតថ្លៃហ្នឹងក៏ឲ្យសេវាកម្មហើយដោយមិនបង់លុយហ្នឹងសេវាកម្មដឹកជញ្ជូនហើយមិនបង់លុយគេហ្នឹងក៏ជាបទល្មើសហើយយើងពលាតរហូតដល់ការឲ្យគេផ្ដល់សេវាកម្មផ្នែកសន្តាគារផ្នែកសន្តាគារឲ្យគេផ្ដល់បន្ទប់ហើយដល់ពេលដល់ថ្ងៃប្រាប់គេថាអត់មានលុយបាទហ្នឹងក៏ត្រូវមានទោសដែរអានេះគេហៅថាគេមិនអនុញ្ញាតឲ្យចៅក្រមហ្នឹងគាត់បកស្រាយតាមគេហៅថាស្ថិរភាពមួយទៀតគេមិនឲ្យគាត់ពង្រីកវិសាលភាពទេពង្រីកវិសាលភាពយើងអាចលើកជាឧទាហរណ៍ដូចជាករណីបទល្មើសលួចឬករណីបទល្មើសរំលោភលើសេចក្តីទុកចិត្តឬបទល្មើសឆបោកជាដើមក្រមព្រំប្រទានមិនអនុញ្ញាតឲ្យមានការបកស្រាយក្នុងន័យជាការពង្រីកដើម្បីធ្វើ
เคลียร์ช่างปีสมาได้ในฉบับที่บ่าอุตหะยังไงเลือกอุตหะจานอุตหะได้เชียกะในรีมันเนี่ยกอดบานอุตหะทาสลังเฮียจะมวยบล็อกเนี่ยจ้ะโดยบล็อกเนี่ยนั่งกอดสัญญาทากอดสัญญาทากอดหนังเรียบกาจะมวยยังไงบ่าโดยเมียนมโนเจตนาจอบแปะปอนสีมเลยได้อุตหะทาเนี่ยหนังปีนั้นเจียบเส้นเหรียแต่เมียนการตุกจัดทาบล็อกครูนายนั่นคือเจียเนี่ยเดสมอตรองให้กุ้งแต่เรียบแบบเปียอุตหะทาบานแบบปึ๊ดเข้าไปนี่ขมายจ้ะบ่ากอดบานแบบปึ๊ดกายทาตุ่มมุนสกีจ้ะอย่างนั้นปีกลายมักสลับไตบล็อกนุกก็ดอกได้วิ่งก็ดอกได้วิ่งก็ดอกได้โดยกึศทามีเลือกหายพอเลยเซ็งหายกอดมันเรียบแบบเปียจมูกเนี่ยขนมสามเพียบแบบนั้นไปยังกึศตื้ออาจมีการโบสไลด์บ่สาธิตจุนคลาก็โดยจิการโยนเคยอย่างบ่เนี่ยคลาก็อาจโยนเคยทาแต่สามเพียบนั้นคือเนี่ยนั้นก็บ่ตำนุกจัดเลยบ่หรือว่าทาเนี่ยนั้นบ่รอเนี่ยนั้นเบากันบ่